បងបើចង់ទៅលេងកន្លែងយ៉ាងម៉េចងាយស្រួលទេយើងមកពីខេត្តយើងក៏ឃើញផ្លូវបំបែកប៊ូស្រាជា2ផ្លូវមួយទៅឡាំលាផ្លូវមួយចូលទៅទឹកជ្រោះប៊ូស្រាហើយយើងក៏បត់ស្ដាមចូលទៅខាងផ្លូវទៅឡាំលាបងប្អូននោះគឺជាផ្លូវទៅខាងប៊ូស្រាហើយខាងនេះគឺជាផ្លូវទៅលេងរមណីយដ្ឋានរបស់យើងងាយស្រួលទេបងប្អូនហើយយើងក៏ទៅត្រង់ទៅរហូតហើយជា1គីឡូដីពីផ្លូវបំបែកប៊ូស្រាហើយនេះគឺជាផ្លូវចេញពីប៊ូស្រាមកឥឡូវគេឡើងឲ្យចេញទៅតាមផ្លូវដែលចូលនឹងហើយយើងក៏មកត្រង់តាមផ្លូវនេះរហូតគឺថាទីសភាពស្អាតមែនទែនបងប្អូនចង់ទៅលេងគឺងាយស្រួលទេគ្រាន់តែយើងមកពីខេត្តមកហើយយើងក៏បត់មកស្ដាមផ្លូវបំបែកប៊ូស្រាអ្នកណាក៏ស្គាល់ដែរបងប្អូនអ្នកណាក៏ធ្លាប់មកលេងដែរអ្នកធ្លាប់មកគឺស្គាល់ហើយយើងមកត្រង់រហូតយើងក៏ឃើញក្រុមហ៊ុនប្រយ័ត្នបន្ថែមនៅកន្លែងនេះគឺគេបើកធំមែនទែនហើយយើងក៏ទៅត្រង់ទៀតជិតដល់ហើយបងប្អូនចង់មកគឺងាយស្រួលទេមើលវីដេអូនេះគឺដឹងហើយយើងក៏ដល់ផ្លូវកាយយើងក៏បត់ស្ដាមមកទៀតមកកន្លែងនេះកែងខ្លាំងមែនទែនបងប្អូនហើយយើងក៏មកត្រង់ទៀតមកបងប្អូនហើយយើងទៅដល់មុខគឺយើងមានឃើញសាលាស្រុកមួយបងប្អូនមកខាងនេះគឺថាមិនខុសទេគឺថាទេសភាពស្អាតមែនទែនហើយយើងក៏មកត្រង់រហូតទៀតមកបងប្អូនគឺថាឥឡូវគេផ្លូវស្អាតមែនទែនបងប្អូនស្រួលងាយស្រួលបងប្អូនបើចង់មកនេះគឺជាសាលាស្រុកហើយយើងក៏មកត្រង់រហូតពីសាលាស្រុកទៅប្រហែលជា50ម៉ែត្រទៀតបងប្អូនគឺដល់ផ្លូវចូលហើយបត់ចូលតបមកគឺយើងឃើញភោជនីយដ្ឋានមួយមានលក់អាហារគ្រប់មុខហើយក៏លៀងឡានកន្លែងនេះដែរគឺឯផ្លូវចូលយើងតែម្ដងហើយឃើញផ្លាកមួយហើយក៏តលមុខសាលារៀនបឋមរបស់យើងដែរហើយក៏បងប្អូនឃើញផ្លាកមួយហើយនឹងខ្លងទ្វារធំមួយហើយយើងក៏ជិះចូលតាមខ្លងទ្វារហ្នឹងទៅហើយយើងក៏ជិះតាមខ្លងទ្វារហ្នឹងទៅយើងឃើញហើយគឺថាយើងចូលមកត្រង់រហូតមកហើយយើងក៏ពីផ្លូវចូលប្រហែលជា100ម៉ែត្របងប្អូនគឺយើងមករហូតមកគឺថាទេសភាពស្អាតមែនតើខែយើងក៏មកត្រង់រហូតមកគឺដល់ខ្លងទ្វារមួយទៀតគឺយើងចូលមកគឺថាស្អាតមែនតើមើលទៅបងប្អូនខែហ្នឹងគឺថាខៀវខ្ចីតែម្ដងបងប្អូនគឺយើងមកត្រង់រហូតមកនេះបងប្អូនគឺថាយើងមកដល់ហើយកន្លែងយើងដែលtrongវីដេអូមិញដែលបងប្អូនបានមើលហើយបងប្អូនចង់មកលេងកុំភ្លេចមកលេងផង